សូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទនិងពុកម៉ែបងប្អូនទាំងឡាយផងបើសិនតែពុកម៉ែបងប្អូនទាំងឡាយចង់បានវីដេអូទស្សនាបន្តក៏សូមជួយ Subscribe នេះគឺជាសកម្មភាពបងប្អូនឬក៏ជាសិស្សានុសិស្សគាត់ក៏មានចិត្តសទ្ធាទាំងព្រឹកបានមកជួយបោះអាត្មានៅក្នុងវត្តប្រាសាទរតនត្រពាំងខ្សាំងពួកគាត់ដែលឃើញកំពុងតែអាត្មាក្រោកបោះនៅពេលព្រឹកធ្វើឲ្យពួកគាត់នោះក៏មានអារម្មណ៍ចង់ជួយបោះដើម្បីចង់បាននូវកុសលផលបុណ្យពួកគាត់ក៏បានយកចង្ហាន់មកតាំងពីព្រឹកពីម៉ោង 6 ព្រឹកដើម្បីរុះរាន់មកប្រគេនចង្ហាន់នៅវត្តប្រាសាទរតនត្រពាំងខ្សាំងដរាបណាវត្តនេះក្រោយពីយប់មិញក្រោយពីយប់កាលពីយប់កំពុងតែភ្លៀងយ៉ាងធំសម្បើមហើយក៏ធ្វើឲ្យសម្រាមធ្លាក់យ៉ាងកគោកពោពេញវត្តអារាមហើយក៏ស្លឹកឈើក៏បានរួយរុះជ្រុះមកលើផែនដីនៃភោសុធាយ៉ាងសម្បើមម្ល៉េះហើយព្រោះថ្ងៃនេះគឺជាថ្ងៃបង្ហើយនៃចូលឆ្នាំថ្មីនៃចូលឆ្នាំខ្មែរប្រពៃណីជាតិម្ល៉េះហើយពួកគាត់ក៏ឃើញអាត្មាកំពុងតែបោសពួកគាត់ក៏បានរុះរាន់នឹងចាប់លំបោសជួយបោសសម្អាតវត្តអារាមទាំងព្រឹកពួកគាត់ញញឹមដោយយ៉ាងស្រស់ស្អាតជាក្មេងៗឬក៏ជាជំទង់យុវតីយុវនារីនេះពួកគាត់កំពុងតែសន្សំនៅសេចក្តីល្អឬពួកគាត់ល្អណាស់ហើយក៏មានទាំងអ្នកធ្វើដំណើរចេញចូលយ៉ាងច្រើនហើយក៏មានទាំងមនុស្សមកយកចង្ហាន់មកវត្តតាំងពីម៉ោង 6 ព្រឹកដើម្បីមកទស្សនានៅបុណ្យឆ្លងចូលឆ្នាំខ្មែរប្រពៃណីជាតិដើម្បីផ្លាស់ឆ្នាំចាស់ចូលដល់ឆ្នាំថ្មីពាក្យហៅថាអង្គរសង្ក្រាន្តភាសាខ្មែរយើងឬក៏ជាវប្បធម៌ទំនៀមទម្លាប់របស់ពពកបុរសដូនតាខ្មែរហើយអ្នកខ្លះក៏កំពុងតែអង្គុយលើយានយន្តយ៉ាងគយគន់មើលទេសភាពក្នុងវត្តអារាមដ៏ស្រស់ស្អាតមានទាំងក្មេងប្អូនស្រីតូចៗគាត់ក៏បានដឹកដៃបណ្ដើរក្មេងក្នុងវត្តអារាមនេះពោពេញទៅដោយធ្លីធ្លាដ៏ស្រស់ស្អាតហើយក៏ព្រមទាំងចាក់បេតុងមួយចំនួនខ្លះដែរដើម្បីលម្អនៅគិនសាលាធម្មសភាដែលហៅថាសាលាឆាន់ពួកគាត់កំពុងតែដើរកំសាន្តមានអ្នកខ្លះក៏បានយូរចានស្រាក់រត់កាន់លំបោសដើម្បីមកសម្អាតវត្តអារាមហៅថាគាត់ជួយខ្នះខ្នែងដើម្បីលម្អនៅបរិស្ថានទាំងអស់គ្នាដោយសារតែឃើញហៅថាទិដ្ឋិភាពនេះក៏មានទាំងចងទង់នៃសាសនាផងហើយក៏ព្រមទាំងអ្នកស្រុកមកច្រើនយ៉ាងកុះករផងពុកម៉ែបងប្អូននឹងរងចាំទស្សនាក្នុងការរាប់បាតផងថ្ងៃនេះគឺជាថ្ងៃបញ្ចប់នៃការឆ្លងឬក៏ហៅថាត្រាស់ពាក្យហៅថាត្រាស់នេះដើម្បីឆ្លងឆ្នាំចាស់ចូលដល់ឆ្នាំថ្មីសូមឲ្យសិរីសួស្តីកើតមានដល់អស់លោកពុទ្ធបរិស័ទព្រមទាំងញាតិញោមទាំងឡាយផងដើម្បីឲ្យរកស៊ីទទួលមានបានជួបតែសុខសេចក្តីសុខសេចក្តីចម្រុងចម្រើនកើតដល់អស់ញាតិញោមជាពុទ្ធបរិស័ទហើយក៏ព្រមទាំងលោកគ្រូចាអធិការក៏ជួយបោព្រមទាំងលោកប្អូនលោកនេនឬក៏សាមណេរទាំងឡាយក៏ព្រមទាំងក្រោកជួយបោះផងដែរនេះគឺកន្លែងសម្រាប់ចតយានយន្តឬក៏ចតម៉ូតូហៅថាយានជំនិះនៅកន្លែងធ្លីធ្លានេះកំពុងតែមានការវិវត្តទៅមុខនេះគឺជាសកម្មភាពលោកអ៊ំអាចារ្យគាត់ក៏បានអញ្ជើញមកដល់វត្តតាំងពីព្រឹកផងដែរស្ថិតនៅក្នុងម៉ោង 6 ដូចគ្នាក៏ប៉ុន្តែមុននឹងក្រោយក៏ប៉ុន្តែពេលវេលាមកម៉ោង 6 ដូចគ្នាប៉ុន្តែមុនក្រោយនោះគឺជាសកម្មភាពដែលនៅក្នុងសាលាឆាន់គឺសុទ្ធតែមនុស្សដោយសារតែពេលវេលាមិនទាន់សូវភ្លឺច្បាស់ពួកគាត់កំពុងតែសស្រាក់សស្រាំរៀបចំចង្ហាន់លោកដើម្បីថ្ងៃអរុណរះឡើងពួកគាត់ក៏នឹងវៃជួងដើម្បីប្រគេនចង្ហាន់លោកឲ្យបានឆាន់ទាន់ពេលព្រឹកនេះគឺពួកលោកអ៊ំអាចារ្យគាត់កំពុងតែសកម្មឬក៏ពុំមានញឹកក្នុងការបម្រើនៅក្នុងវត្តអារាមជួយជ្រោមជ្រែងដើម្បីឲ្យកម្មវិធីមួយនេះឲ្យបានទៅមុខយ៉ាងរលូននេះគឺជាលោកអ៊ំចាស់ខាងគូវត្តឬក៏ជំនាញពួកគាត់ក៏បានមកជួយបោសដែរដោយសារអីដោយសារតែពួកគាត់ទប់មើលដល់ក្រោយ
អាត្មាភាពក៏បានចាប់ទិដ្ឋិភាពគាត់ដើម្បីបង្ហាញថាគាត់បានចូលរួមនៅក្នុងទីវត្តអារាមក៏ពិតមែនហើយមានទាំងទងជាតិព្រះទងជាតិផងព្រមទាំងទងសាសនាផងមានទាំងលោកអ៊ំសន្តិសុខឬក៏ជាប៉ូលីសជាដើមហើយមានទាំងញាតិញោមឧបាសកនិងឧបាសិកាបានមកចូលរួមកន្លែងនេះហាក់បីដូចជាមានទេសភាពដ៏ល្អស្រស់ស្អាតពោពេញទៅដោយមានសត្វសំណក់ឬក៏ហៅថាសត្វចកែវាក៏បានដេកយាមនៅក្នុងមុខសាលាដែរដោយសារតែយប់មិញកាលពីយប់ដែលអាត្មាមកដល់គឺភ្លេងយ៉ាងធំសម្បើមធ្វើឲ្យសម្រស់ព្រៃព្រឹក្សាឬក៏បកាដែលដាំលម្អក្នុងវត្តអារាមហាក់បីដូចជាមានសម្រស់ដ៏ស្រស់ប្លែកនេះគឺជាសកម្មភាពកំពុងតែរាប់បាតញាតិញោមមកច្រើនយ៉ាងកុះកទាំងក្មេងទាំងចាស់បានដើម្បីមកទទួលកុសលផលបុណ្យដើម្បីចាប់មាគចាប់ផលដើម្បីកសាងសន្សំទុកទៅជាតិអតីតជាតិផងពួកគាត់ញញឹមយ៉ាងស្រស់ព្រមទាំងក្រមុំព្រមទាំងលោកអ៊ំឬក៏លោកយាយបានមករាប់បាតដើម្បីធ្វើបុណ្យនៅក្នុងវត្តព្រះក្សាំងមកយ៉ាងច្រើនកុះកក្នុងពេលថ្ងៃនៃការត្រាស់បញ្ចប់នៃបុណ្យអង្គរសង្ក្រាន្តឬក៏ហៅថាកែចែកចូលឆ្នាំតាមប្រពៃណីខ្មែរគាត់កំពុងតែឈរតម្រង់ជួរដើម្បីចាំតែចំណាំទទួលយកឬក៏ដាក់មកប្រគេនដល់ព្រះសង្ឃនេះគឺដើម្បីរាប់បាតគាត់បានមើលស្រស់ណាស់ទិភាពបែកខាងនេះគឺដូចជាចម្រុកលៀននៅក្នុងពេលនេះភ្លេងមួយមេធំកាលពីយប់ដល់ភ្លឺឡើងហាក់បីដូចជាសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៅក្រោមមេឃលើដីរស់នៅក្នុងភពឋានតែមួយជុំគ្នាហាក់បីដូចមួយជួបជុំនៅក្នុងវត្តអារាមហាក់បីដូចជាធ្វើឲ្យស្គាល់គ្នារាប់អានគ្នាដូចជាបងប្អូនអញ្ចឹងនេះហើយការសន្សំបុណ្យតាំងពីអតីតជាតិមកដល់បច្ចុប្បន្ននេះធ្វើឲ្យយើងបានមួយជួបជុំគ្នាក្នុងការរាប់បាតថ្ងៃត្រាស់បញ្ចប់នៃខែចែកចូលឆ្នាំឬក៏ហៅថាអង្គរសង្ក្រាន្តសូមពុកម៉ែបងប្អូនទស្សនាមើលស្អាតណាស់សម្រស់ធម្មជាតិបូកសម្រស់បូកផ្សំនឹងមុខភក្ត្រាក៏សូមចម្រើនពរលានិងជម្រាបលាដល់ញាតិញោមជាពុទ្ធបរិស័ទទាំងឡាយផង